Bàជំរាបសួរលោកគ្រូថ្ងៃនេះយើងមកតមេរៀននេះទៀតពីខ្ញុំបាទមកពីក្រុម Master 4ឈ្មោះសុគន្ធមករាឥឡូវយើងមកចូលដល់មេរៀន Generic Collection ទាំងអស់គ្នាដែលយើងចូលមកដំបូងគឺយើងមាន variable string ដែលជាប្រភេទ array មានឈ្មោះថា student យើងមាន3នាក់គឺមានសុខា តារាជាមួយនឹងនីតាហើយបន្ទាប់មកយើងបង្កើត generic មួយដែលមានឈ្មោះថា array list ជាប្រភេទ data ដែលយើងអាចសម្គាល់វាដោយពាក្យថា no ហើយបើកវងកញ្ចក់ហើយយើងធ្វើការដាក់សុខា array list នឹងវាបានន័យថាវាផ្ទុកបានទិន្នន័យច្រើនអីក៏វាផ្ទុកបានដែរយើងដាក់សុខាជាប្រភេទ string 90ជាប្រភេទ integer true ជាប្រភេទ boolean ហើយជាមួយនឹង c sharp នេះគឺបានន័យថាជាប្រភេទ string ដែលវា store នៅក្នុង array list ជាប្រភេទ data ហើយបន្ទាប់មកគឺមានប្រភេទ list នេះដែលជា generic collection តែវា store បានតែប្រភេទ type តែមួយទេគឺជាប្រភេទ string ដែលមាន product ជាដែលមានឈ្មោះជា product ហើយសំណួរមកគឺមាន laptop mouse keyboard monitor ហើយយើងមានពាក្យថា product remove យើង product នេះ remove នេះបានន័យថាគឺយើងសរសេរដោយមិនចាំបាច់ដកមិនចាំបាច់ដកនៅខាងក្នុងនេះគ្រាន់តែយើងវាយពាក្យថា product remove មកនេះគឺវានឹងដកនៅក្នុង generic collection នៅក្នុង list នឹងឲ្យយើងហើយបន្ទាប់មកយើងរាប់វាយពាក្យថា console write line ដែលបានន័យថា show ពាក្យថា array បន្ទាប់មកយើងដាក់ for each var s in student អញ្ចឹង student យើងគឺមានសុខា តារា នីតាvà អញ្ចឹងបានន័យថា var នេះទទួលបានគ្រប់ទិន្នន័យទាំងអស់បន្ទាប់មកគឺយើង console write line total student length វានឹងរាប់ចំនួនឲ្យយើងមក console write line array list var d in data នេះគឺមាន data គឺមានសុខា90នេះ true c sharp អីហ្នឹងបាទហើយបន្ទាប់មកគឺយើងចុះមកបន្តទៀត console write line total data count គឺវានឹង count ចំនួនឲ្យយើងបន្ទាប់មក console write line list for each var pay in product គឺនេះមាន laptop mouse keyboard និង monitor តែ mouse គឺដកចេញហើយនៅសល់តែ3ទៀតអញ្ចឹងយើងធ្វើការដាក់មកទាំង3ធ្វើការ run វាមកហើយឥឡូវយើងធ្វើការ run វាហើយគឺប្រភេទអត់ task អញ្ចឹងយើងឃើញថានេះ array មាន3គឺសុខាអ្នកតារានីតាមាន3សុខា90ដែលជាប្រភេទ data នេះ laptop total 3អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹង